ដែរយើងបានដើរមកដល់មុខវត្តណាឡោមហើយនៅមុខវត្តឡានឡោមហ្នឹងគឺគេមានកន្លែងរំស្គរដៃមួយដែរឥឡូវនេះគេពុំមកច្រៀងរំហើយឥឡូវយើងទៅមើលទាំងអស់គ្នាអូមនុស្សច្រើនហើយគេមករំនៅទីនេះគឺច្រើនមែនទែនឥឡូវនេះមានអ្នកស្រីចាស់តែអត់តចូលក្មេងទេយើងតិចទៀតនៅក្មេងចូលច្រើនអានេះស្គរដៃទេណាគេពងគួតស្គរដៃនៅពីមួយខាងនោះទៀតខាងនេះយើងអត់ចិត្តទេនេះគាត់តែលឺភ្លេងតែព្រោះអាហ្នឹងគេអត់មានតន្ត្រីសម័យស្អីទេគួតស្គរដៃឆឹងឬក៏ស្គរអញ្ចឹងទៅហើយក៏នាំគ្នារួមវងហើយអ្នកទាំងអស់គ្នាអាចមកទីនេះបាននៅចុងសប្តាហ៍ថ្ងៃសៅរ៍ថ្ងៃអាទិត្យនៅសួនឬក៏តាមផ្លូវថ្មើរជើងឬក៏អង់គ្លេសថា Walk Street នៅភ្នំពេញ